cho tục hà lên nó mình khai bạt khai thế mình bạt đây ta miền này mà vô tiết chứ cha miền này vô ý cái chliệt lấy lâu hai bà sân chia việc sơ lo thế dương lụa còn mình ban thay từ đấy dương tục bụi cha đọ hái từ riệp hà là kia xa chẳng thử cha rồi dễ peประมาณ tháng mình hà lần ha rồi dễ pe bay ngày từ phèm ngày chẳng tới một chỉ lật nắng dương tròn vô từ tục tè បងប្អូនធ្លាប់អត់ពេលខ្លះណាតែញ៉ាំគុយទាវដែលជាអាហារពេលព្រឹកហ្នឹងណាមិនមែនឃ្លានគុយទាវទេតែឃ្លានជ្រក់ស្លឹកខ្ទឹមពិសាជ្រក់ស្លឹកខ្ទឹមមានរសជាតិឈ្ងុយឆ្ងាញ់ដិតជាប់មាត់ដិតអារម្មណ៍មែនទែនហើយឥឡូវនេះបានមកដល់ឃើញចំការដែលកំពុងតែដាំដុះស្លឹកខ្ទឹមទាំងអស់ហ្នឹងបានឃើញផ្ទាល់ហើយការប្រមូលផលមានភាពងាយស្រួលមែនទែនពិបាកត្រង់តែម្យ៉ាងទេនៅកណ្ដាលហាលថ្ងៃក្តៅតែពីលើទេតែខាងក្រោមងាយស្រួលដកមែនទែនយកចបទៅច្រឹបបន្តិចដកមកព្រួចផុយមែនទែនហើយសកម្មភាពទាំងអស់នេះគឺត្រូវបានមីងដែលគាត់ធ្វើសកម្មភាពក្នុងការប្រមូលស្លឹកខ្ទឹមនេះដើម្បីធ្វើជាពូជដាំនៅរោងផ្សេងបន្តស្លឹកណាដែលល្អប្រមូលបានមក 100% ទុក 20% ធ្វើជាពូជហើយរោងណាដែលដាំទៅមិនសូវល្អលក់ស្លឹកក៏មិនកើតទុកធ្វើពូជបន្តទៀតតែម្ដងចុះមិនទុកដើមល្អmìnhយកអន់ទៅធ្វើពូជមិនចេញមកកាន់តែអន់ទៀតឬក៏មិនដែរអត់អីទេអាហ្នឹងដល់ពេលយើងដាំទៅបានល្អទៅយើងលក់ច្រឡឹកទៅចាហើយដល់ពេលយើងលក់សន្លឹកខ្លះហើយយើងទុកខ្លះធ្វើពូជបានទៀតចាមួយយ៉ាងដែរតើមីងចាបាទហើយអញ្ចឹងហើយនៅតំបន់នេះគេហៅភូមិឃុំអីដែរមីងព្រែកតាវ៉ាភូមិព្រែកតាវ៉ាចាឃុំស្អាងបើខ្ទឹមហ្នឹងវាអត់សូវមានអញ្ចឹងទៅវាតម្លៃអាចដល់ 10000 ក៏ 8000 ហើយនឹង 5000 អីចឹងទៅបាទអាហ្នឹងតាមមានតិចមានច្រើនអញ្ចឹងណាបាទហើយដល់ពេលយកទៅទុកផ្ទះហើយប្រហែលថ្ងៃទៀតបានអាចយកមកដាំមកវិញបាន2 ខែទៅ 3 ខែអញ្ចឹងហើយបានចាប់អារម្មណ៍ឃើញពេលដែលធ្វើដំណើរតាមដងផ្លូវហ្នឹងណាចាឲ្យតែមកដល់តំបន់នៅស្រុកស្អាងនេះដឹងតែមានបងប្អូនយើងហាស្លឹកខ្ទឹមមុខផ្ទះចាសងខាងផ្លូវតែម្ដងហើយដល់ពេលអញ្ចឹងទៅតាមពិតទៅយកទុកធ្វើពូជសោះចាមិញហាលឡើងក្រៀមអញ្ចឹងអត់ខូចនោះទៅជាដាំបានវិញអត់ខូចទេអត់ខូចមើលមិនយើងហាលតាមមកឈ្ងួតស្លឹកវានឹងអញ្ចឹងទៅហើយយើងយកទៅចងចកោមឬមួយក៏កាត់វាអញ្ចេះទុកលើតនឿអញ្ចឹងទៅបាទអាហ្នឹងឈ្ងួតទៅហ្មងដាំហើយបាទចាដើមខ្ទឹមហ្នឹងបងប្អូនត្រូវបានប្រជាកសិករគាត់ដាំពីមួយឆ្នាំទៅមួយឆ្នាំហើយទុកពូជបន្តកន្ទុយគ្នាតែម្ដងទុករហូតអត់ឲ្យដាច់ពូជទេហើយគេនិយមយកដើមណាដែលមានទំហំធំធ្ងន់ហ្នឹងយកទៅដាំហើយខ្ទឹមជាដំណាំមួយដែលសត្វល្អិតវាមិនសូវបំផ្លាញទេហើយមានទីផ្សារក៏ល្អដែរហើយការដាំដុះនោះទៀតសោតគេយកតែដើមធំថ្លោល្អយកទៅដាំដល់ពេលដែលយើងដាំដើមបែបនេះវាធ្វើឲ្យវាមានកូនច្រើនដើមវាក៏ល្អតាមនឹងដែរហើយគេរើសយកតែដើមណាចាស់ទេដល់ពេលដែលដាំស្រួលវាមិនសូវរលួយហើយជាពិសេសដាំចាស់ហ្នឹងវាឆាប់លូតលាស់ទៀតក្បួនរបស់ខ្ទឹមគឺគេដាំបែបហ្នឹងគ្រាន់តែឈានជើងមកដល់រោងដែលដាំស្លឹកខ្ទឹមនេះបងប្អូននិយាយពីថាឈ្ងុយនោះឈ្ងុយចំមីងកំពុងតែប្រមូលផលមកមកជួនិយាយពីថាច្រើននោះច្រើនប្រមូលផលបណ្ដើហាលបណ្ដើហើយបន្តមកទៀតត្រូវយកទៅផ្ទះដើម្បីហាលប្រហែលថ្ងៃទៀតទុកធ្វើជាពូជដាំបន្តទៀតបងប្អូនរោងនេះមិនមែនជារោងដែលមានស្លឹកល្អទេស្លឹកវាក្រិនមើលទៅវាអត់សូវល្អអញ្ចឹងម្ចាស់ជួលមីងមកដើម្បីប្រមូលផលទុកធ្វើពូជនៅពេលក្រោយទៀតហើយសម្រាប់មីងដែលគាត់មកជួយប្រមូលផលស្លឹកខ្ទឹមទាំងអស់នេះគឺគាត់បានប្រាក់កម្រៃជាថ្ងៃក្នុងមួយថ្ងៃចន្លោះពី20000 2500 ទៅ 30000 តាមកម្លាំងគាត់ជាក់ស្ដែងហើយសម្រាប់អាស័យដ្ឋានដំណាំស្លឹកខ្ទឹមទាំងអស់នេះគឺស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលដែលជាស្រុកមួយសម្បូរទៅដោយប្រព័ន្ធធារាសាស្ត្រនៅក្នុងការធ្វើកសិកម្មហើយពោពេញទៅដោយដំណាំចម្រុះមិនថាបន្លែបង្ការដំណាំហូបផ្លែឬក៏កសិកម្មចិញ្ចឹមសត្វទេសូម្បីតែស្មៅក៏គេដាំនៅទីនេះដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាក់EEចំពោះបងប្អូនយើងណាដែលមានបញ្ហាសុខភាពណាតែងតែធុញថប់តបប្រមល់ចេះតែល្វើយស្ពឹកស្រពន់មិនចេះស្រឡះនឹងគេសោះចង់កែខៃសុខភាពខ្លួនឯងឲ្យបានល្អដោយគ្រាន់តែទទួលទាននៅទឹកយិនសិនដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយមានសោភ័ណភាពស្រស់ស្អាតទៀតកាន់ទឹកយិនសិនយួរទៅបងប្អូនមើលទៅបង្ហាញនៅប្រណិតភាពរបស់ផលិតផលស័ក្តិសមជាមួយនឹងអស់លោកអ្នកតែម្ដងទិញទឹកយិនសិនណាក្រុមហ៊ុននឹងហ្វ្រីជូនបងប្អូនបន្ថែមនៅថ្នាំដុសធ្មេញមួយបំពង់តម្លៃរហូតដល់$5ឯណោះកាន់តែពិសេសបានទាំងសន្លឹកឆ្នោតដែលមានឱកាសនៅក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងហើយបងប្អូនយើងនឹងទទួលបាននៅការហ្វ្រីជូនសេវាដឹកជញ្ជូនទូទាំង25ខេត្តក្រុងសម្រាប់ការរកទិញវិញមានភាពងាយស្រួលមែនទែនអាចទិញតាមរយៈបណ្ដាតំណាងចែកចាយនឹង Pharmacy ឬក៏ទិញទូរស័ព្ទ Call ក៏មកឥឡូវតាមរយៈលេខ Telegramឬក៏លេខទូរស័ព្ទដែលមានបង្ហាញនៅលើអេក្រង់នេះស្រាប់ឬក៏ទំនាក់ទំនងទិញដោយខ្លួនឯងផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick Po Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា